ចាសសូមគោរពប្រិយមិត្តអ្នកស្ដាប់ជាទីរាប់អានថ្ងៃនេះនាងខ្ញុំសូមលើកយកអត្ថបទមួយដែលថ្មីនេះត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមយកមកជូនប្រិយមិត្តអ្នកស្ដាប់កំសាន្តចានៅទីបំផុតការជជែកវែកញែកដ៏ចម្រូងចម្រាសមួយដែលកើតមានជាយូរលង់ណាស់មកហើយត្រូវបានលាតត្រដាងឥឡូវនេះអ្នកវិទ្យាសាស្ត្របានបង្ហាញថាមាន់ពិតជាកើតមុនពងមាន់ពិតមែនចម្លើយនៃការជជែកវែកញែកនេះពឹងផ្អែកទៅលើប្រូតេអ៊ីនដែលមានឈ្មោះថា OC17 នៅក្នុងមីក្រូទស្សន៍បង្ហាញថាមានតែនៅក្នុងមេមាន់ប៉ុណ្ណោះដែលមានប្រូតេអ៊ីនមួយនេះប្រូតេអ៊ីននេះហើយតែចាប់ផ្ដើមឲ្យមានដំណើរការនៃការកកើតកាល់ស្យូមដែលវិវត្តទៅជាសម្បកសុទ្ធយ៉ាងរឹងមាំបើគ្មានប្រូតេអ៊ីន OC17 នេះសុទ្ធมันអាចមានសម្បកហើយសម្បកនេះក៏มันអាចកើតមានជារៀងរហូតបើมันមានសម្បកសុទ្ធมันមានសុទ្ធมันមានការភ្ញាស់សុទ្ធនោះក៏គ្មានជីវិតថ្មីរបស់កូនមាន់ផងដែរនេះមានន័យថាទោះបីជាអ្នកបង្វិលនាឡិកានៃការវិវត្តនេះថយក្រោយយ៉ាងណាក៏ដោយក៏អ្នកនៅតែមិនអាចបញ្ចប់នៅសេចក្តីត្រូវការមេមាន់មួយក្បាលឬយ៉ាងហោចណាស់អ្វីមួយដែលដូចជាមេមាន់ដើម្បីបង្កើតនៅសុទ្ធដ៏ត្រឹមត្រូវមួយជាមុនសិនទើបអាចបង្កើតជាកូនមាន់បានវាគឺជាយុទ្ធសាស្ត្រមួយដ៏ឆ្លាតវៃរបស់ធម្មជាតិមានន័យថាសត្វមានជីវិតមួយក្បាលត្រូវតែរស់នៅតាមមុនពេលដែលវាអាចបង្កើតអ្វីមួយទៀតបានដែលកើតចេញពីខ្លួនវាមកសុទ្ធគឺជាអ្នកបន្តវេនរបស់មេមាន់ប៉ុន្តែមេមាន់គឺជាស្ថាបត្យករជាអ្នកបង្កើតសុទ្ធឡើងមកដូច្នេះនៅពេលក្រោយនៅពេលដែលនរណាម្នាក់សួរថាតើមេមាន់ឬក៏កូនមាន់កើតមុននោះអ្នកអាចឆ្លើយដោយទំនុកចិត្តហើយថាមេមាន់កើតមុនកូនមាន់មេមាន់កើតមុនពងមាន់ហើយវិទ្យាសាស្ត្រគឺជាអ្នកទទួលខុសត្រូវចំពោះចម្លើយរបស់អ្នកចាសសូមអរគុណដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់នៅអត្ថបទមួយនេះចាសសូមអរគុណសូមជម្រាបលា